ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីកូនដែលតោះឥឡូវថ្ងៃនេះយើងមកបន្តការអានរឿងព្រេងនិទានខ្មែរជាមួយគ្នាថ្ងៃនេះបងនឹងអានរឿងមួយដែលមានចំណងជើងថាក្រពើនិងអ្នកបរទេះដូច្នេះសូមបងប្អូនទាំងអស់គ្នាស្ដាប់ទាំងអស់គ្នាណាមានសត្វក្រពើមួយអាស្រ័យនៅក្នុងបឹងធំលុះដល់រដូវប្រាំងទឹកបឹងនោះក៏រីងស្ងួតអស់ក្រពើនោះនៅពុំបានទើបវាឡើងលើគោកដើរត្រាច់ចររកទីមានទឹកកាលនោះមានតាចាស់ម្នាក់បរទេះមកបានជួបនឹងក្រពើកំពុងដេកនៅកណ្ដាលផ្លូវឯក្រពើក៏សុំដោយសាររទេះតានោះតាសួរថាចៅឯងទៅណាដែរក្រពើប្រាប់ថាខ្ញុំនេះរកទីអាស្រ័យគ្មានទេគឺបឹងដែលខ្ញុំធ្លាប់រស់នៅនោះឥឡូវទឹករីងស្ងួតអស់នឹងនៅតទៀតពុំបានទើបខ្ញុំខំស្វែងរកបឹងទន្លេឯណាដែលមានទឹកនិងអាស្រ័យនៅបើតាមេត្តាសូមនាំខ្ញុំទៅឲ្យបានដល់ទីណាដែលមានទឹកហើយដាក់ខ្ញុំត្រង់នោះចុះតានោះក៏ព្រមទើបដោះគោចេញពីនឹមហើយលើកក្រពើដាក់សណ្ដូកលើទូករទេះហើយដោយក្រពើមិនទុកចិត្តខ្លួនក្រែកធ្លាក់ទើបប្រើឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងទូករទេះតាក៏ធ្វើតាមក្រពើស្រេចហើយតាក៏ទឹមគោបរចេញទៅលុះដល់ទីបឹងមួយមានទឹកតាក៏បញ្ឈប់រទេះដោះគោចេញហើយស្រាយចំណងក្រពើប្រាប់ថាបឹងនេះមានទឹកគួរហើយចូលចៅលូនទៅនៅបឹងនេះចុះឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណថែមទាំងឃ្លានអាហារដោយអត់មកយូរថ្ងៃមកហើយក៏និយាយទៅថាតាឯងនេះចងយើងភ្ជាប់នឹងទូករទេះយើងមានសេចក្តីទុក្ខវេទនាពន់ពេកណាស់តាឯងត្រូវឲ្យគោយើងមួយស៊ីទើបតាឯងរួចទោសបើមិនឲ្យគោដល់យើងទេត្រូវយើងស៊ីតាឯងក្នុងពេលឥឡូវនេះតានោះលុះឮក្រពើពោលពាក្យដូច្នេះក៏ភិតភ័យណាស់ទើបស្ដីអង្វរថាណែក្រពើខ្ញុំឯងនេះមានគុណបានដឹកនាំបាឯងមកដល់ទីនេះឥឡូវបាចង់ស៊ីខ្ញុំវិញកាលនេះខ្ញុំឥតទោសសោះមិនគួរអ្នកនឹងពិឃាតបើដូច្នេះខ្ញុំមិនសុខចិត្តទេចាំខ្ញុំទៅរកលោកចៅក្រមឲ្យលោកមកជួយវិនិច្ឆ័យរឿងនេះសិនសឹមប្រតិបត្តិតាមទៅក្រពើក៏ព្រមថាអើតាឯងទៅរកចៅក្រមណាក៏ទៅឲ្យឆាប់ចុះយើងចាំឯងនៅទីនេះតានោះបានចែកទុំមួយស្និតក៏កាន់ដើរទៅរកចៅក្រមទៅជួបនឹងសត្វទន្សាយគល់មួយនៅលើដំបូកទន្សាយក្រឡេកឃើញតាកម្មចេកដើរកាត់ព្រៃចូលមកក៏សួរទៅតាថាតើអើយតាឯងមាននេត្រាជុលជោគសោកសៅតើមានទោសទុកយ៉ាងណាចូលមកនេះសិនតាក៏និយាយរឿងខ្លួននិងក្រពើដែលកើតហេតុនឹងគ្នាប្រាប់ទន្សាយនោះសពប្រការទន្សាយបានស្ដាប់ដូច្នោះក៏ថាអើអាសត្វក្រពើនេះជាសត្វមិនដឹងគុណតាឯងបើដូច្នេះខ្ញុំនឹងទទួលធ្វើជាចៅក្រមជំរះឲ្យតាកំភៃឲ្យតែចេកនេះមកខ្ញុំស៊ីសិនសឹមទៅជាមួយគ្នាតានោះក៏ឲ្យចេកមួយស្និតទៅទន្សាយបរិភោគចេកអស់ហើយក៏នាំគ្នាទៅកាន់ដំណាក់ដែលឈប់នោះដល់ហើយទន្សាយនិយាយទៅថាម៉េចចៅក្រពើចៅឯងវង្វេងផ្លូវព្រៃមិនដឹងជាទៅឯណាបានជាតាក៏មេត្តាឲ្យដោយសារមកផងឥឡូវបានដល់ទីសំគួរនឹងអាស្រ័យទៅហើយម្ដេចចៅគិតវេគ្នេះគុណដល់គាត់នឹងស៊ីគាត់វិញដូច្នេះតើគាត់ធ្វើទុកទោសអ្វីដល់ចៅឯងក្រពើក៏ឆ្លើយថាលោកសុភាតានេះគាត់ឲ្យខ្ញុំដោយសារមកនោះក៏ពិតមែនប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គឺគាត់ចងខ្ញុំភ្ជាប់នឹងទូករទេះខ្លាំងពេករកតែនឹងរើខ្លួនដកដង្ហើមក៏ពុំបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងគាត់ត្រូវតែប្រគល់គោគាត់បានមួយឲ្យខ្ញុំស៊ីបើគាត់ពុំព្រមឲ្យគោនេះទេខ្ញុំត្រូវតែស៊ីគាត់វិញទន្សាយឆ្លើយអនុលោមតាមថាតាឯងចងគេខ្លាំងហួសបានជាគេខឹងចុះតាឯងមិនក៏ចងគេគ្នាតឹងខ្លាំងម្ល៉េះ
គ្នារកតែរើខ្លួនមិនរួចដូច្នោះតានោះថាទេខ្ញុំមិនបានចងតឹងទេលោកចងល្មមតែជាប់ពុំឲ្យធ្លាក់ប៉ុណ្ណោះឯងទុនសាយថាអើខាងចោតក៏ថាចងតឹងខ្លាំងខាងចម្លើយឆ្លើយថាចងល្មមពាក្យទាំងពីរអ្នកនេះសឹងពុំមានអ្នកណាជាកាសិនទេបើដូច្នេះត្រូវតែក្រពើឯងលូនឡើងលើទូករទេះវិញឲ្យតាគាត់ចងម្ដងទៀតយើងនឹងមើលឲ្យដឹងជាតឹងរឹងថាតឹងឬធូរទើបនឹងបានកាត់សេចក្តីនេះឲ្យយុត្តិធម៌បានឯក្រពើជាសត្វខ្លៅក៏វាលើឡើងលើទូករទេះនោះឲ្យតានោះចងដូចមុនតាយកចំណងមកចងដូចមុនវិញទុនសាយសួរថាម្ដេចចៅកំភាតាគាត់ចងតឹងយ៉ាងនេះឬក្រពើឆ្លើយថាទេលោកកាលគាត់ចងខ្ញុំមុននេះតឹងលើសនេះខ្លាំងណាស់បើចងប៉ុណ្ណេះខ្ញុំនឹងទៅខឹងគាត់ធ្វើអីទុនសាយថាអើចូលតារឹតទ្វេឡើងទៀតឲ្យគេសុខចិត្តតានោះក៏រឹតចំណងឡើងទៀតទុនសាយសួរថាម៉េចចៅកំភាម្ដងនេះតាតឹងដោយកាលជាន់មុនហើយឬនៅក្រពើថានៅពុំទាន់ស្មើចងមុននោះទេទុនសាយបង្គាប់ថាតែងកាប់មែកឈើមកធ្វើជាកូនកំព្រើតរឹតម្ដងទៀតទៅតានោះក៏ធ្វើតាមហើយតាំងត្របែងរឹតទាំងមុខទាំងក្រោយអស់ទំហឹងឯក្រពើនោះលុះត្រូវគេត្របែងទាំងកូនកំព្រាខ្លាំងតឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបានទើបឆ្លើយថាសូមទានកាលជាន់មុននោះគាត់ចងតឹងយ៉ាងនេះឯងលោកអើយនរណាឡើងនឹងអត់បានសូមលោកជាសាក្សីមើលចុះតើអ្នកឯណាខុសអ្នកឯណាត្រូវទុនសាយឃើញក្រពើរើខ្លួនពុំរួចហើយទើបបង្គាប់តានោះថាតាចាំធ្វើអីទៀតពូថៅក្នុងរទេះនោះមិនយកទៅពូវាទៅទុកឲ្យវារស់ធ្វើខ្មោចសត្វអកតញ្ញូពុំដឹងគុណដែលគេធ្វើគុណលើខ្លួនតាចាស់នោះបានឱកាសដែលទុនសាយប្រាប់ដូច្នេះក៏ស្ទុះទៅយកពូថៅមកសំពងក្រពើនោះជាកំណាត់ក្រពើក៏លុះនៅក្តីអន្តរាយជីវិតហោងសុភាទុនសាយបង្គាប់ថាកងកន្ទុយវាឯនោះតែឆ្អើដាក់យកទៅស្ងោរពីសាឬចង់ញ៉ាំក៏បានឯពោះវៀនបត់ចន្ទះវានោះញោមភ្លាជាការប្រសើរណាស់តាអើយឯតានោះធ្វើតាមសុភាទុនសាយប្រាប់សពប្រការហើយយកចេកត្រសក់ជូនទុនសាយដោយខ្លួនបានផុតពីអន្តរាយស្រេចហើយយកគោមកទឹមរទេះលាសុភាទុនសាយបរទៅកាន់ទីឋាននៃអាត្មាហោងយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់រឿងមួយនេះសម្រាប់រឿងនេះដែរបងចង់ឲ្យបងប្អូនគិតនិងស្ដាប់ហើយចង់ឲ្យបងប្អូនកុំធ្វើតម្រាប់តាមសត្វក្រពើមួយនោះដោយសារតែសត្វក្រពើនេះត្រូវបានតាហើយនឹងទុនសាយហៅថាជាសត្វអកតញ្ញូបងស្គាល់ពាក្យអកតញ្ញូទេចាពាក្យអកតញ្ញូហ្នឹងបានន័យថាមិនដឹងគុណដោយក្រពើហ្នឹងគឺត្រូវបានតាជួយរកមកកន្លែងដែលមានទឹកមានចំណីហើយប៉ុន្តែនៅពេលដែលបានមកដល់កន្លែងទឹកហ្នឹងបែរជាចង់ស៊ីគោនិងស៊ីតាទៅវិញហើយដូច្នេះហើយបានជាសត្វទុភាទុនតាយមកជួយតាក្នុងការចងរិទ្ធនិងឲ្យតាធ្វើពិន័យទុកទោសទៅកូនក្រពើនោះវិញដូច្នេះក្នុងនាមបងប្អូនទាំងអស់គ្នានៅពេលដែលគេជួយយើងដោយឲ្យរួចទោសចូលយើងទាំងអស់គ្នាត្រូវចេះដឹងគុណនិងចេះអរគុណគេអូខេចាអរគុណច្រើនសម្រាប់រឿងមួយនេះនឹងជួបគ្នានៅរឿងក្រោយបាយបាយ